សូមជូននៅមហាទស្សនីយភាពដ៏ល្អប្រណិតគឺដំណើរឆ្ពោះទៅកាន់ប្រភពដើមនៃទន្លេគង្គីបញ្ចូលសម្លេងដល់ខ្ញុំព្រះករុណាខ្ញុំបាទថងឆាលីសូមសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គអស់លោកស្រីលោកតាលោកយាយបងប្អូនពូមីងមិត្តភក្តិទាំងអស់សូមប្រកបដោយអាយុវណ្ណៈសុខៈពលៈនិងបដិធានអ្នកកំបីគ្លៀងឃ្លាតឡើយសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិព្រះនិព្វានសូមអនុមោទនាតាមស្នាមព្រះបាទព្រះពុទ្ធជាម្ចាស់នៃយើងពីភាពរុងរឿងដល់ការធ្លាក់ចុះនាសម័យអតីតកាលកាលពី2500ឆ្នាំមុនលើផែនដីចម្ពោះទ្វីបជាទឹកដីដើមកំណើតនៃសាសនាព្រះពុទ្ធតើនៅក្នុងយុគសម័យនោះពួកគេរស់ដោយវិធីណាហើយមានជំនឿទៅលើអ្វីហេតុអ្វីសាសនាព្រះពុទ្ធកើតឡើងមកបានតើព្រះពុទ្ធជាម្ចាស់ទ្រង់បានរកឃើញនៅអ្វីដែលធ្វើឲ្យមនុស្សនាសម័យនោះងាកបែរមកកាន់ព្រះពុទ្ធសាសនាយ៉ាងច្រើនហើយរយៈពេលតមកដល់1700ឆ្នាំមុននឹងរលាយសាបសូន្យតើនៅចន្លោះពេលនោះមានអ្វីកើតឡើងតើព្រះពុទ្ធសាសនាបាត់ទៅដោយរបៀបណាពួកយើងនឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាដើម្បីស្វែងរកចម្លើយទាំងអស់នេះនេះគឺទីក្រុងកូលកាតានៃអាណាចក្រឥណ្ឌា300ឆ្នាំមកហើយទីកន្លែងនេះពីដើមជាទីក្រុងចាស់នៃប្រទេសឥណ្ឌាក្នុងការគ្រប់គ្រងរបស់អាណានិគមអង់គ្លេសកូលកាតាបានត្រូវរៀបចំកសាងពីផ្ទះតូចៗរហូតដល់មានអគារធំៗហើយបានប្រែក្លាយទៅជាកន្លែងពាណិជ្ជកម្មធំៗរបស់ទ្វីបអេស្យាកូលកាតាបានបន្សល់ទុកនៅអតីតកាលក្នុងពេលនេះកូលកាតាមានភាពប្រែប្រួលទាន់សម័យរហូតមកដោយមានការហូរចូលពីភ្ញៀវទេសចរពីគ្រប់ទិសទីក្នុងសកលលោកដើម្បីធ្វើចំនួនជួញដូរនិងរកការងារធ្វើការរស់នៅពីពេលមុននិងការរស់នៅបច្ចុប្បន្ននេះលាយឡំគ្នានៅក្នុងទីក្រុងនេះខ្ញុំបានត្រឡប់មកកាន់កូលកាតាសាជាថ្មីម្ដងទៀតដើម្បីធ្វើដំណើរទៅនាគបុរីគឺជាក្រុងមួយនៃប្រទេសឥណ្ឌាដើម្បីចូលរួមក្នុងមហាសន្និបាតព្រះពុទ្ធសាសនាខ្ញុំបានឮមកថាមានជនជាតិឥណ្ឌាអ្នកកាន់ព្រះពុទ្ធសាសនាយ៉ាងច្រើនបានមកប្រជុំគ្នានៅទីនោះរាប់សែននាក់អ្នកធ្វើការក្នុងរថភ្លើងបានប្រាប់ខ្ញុំឲ្យជិះរថភ្លើង Saikita Chali Express ដែលនឹងចេញដំណើរនៅវេលាម៉ោង 1 រសៀលពេលខ្ញុំទៅដល់នាគបុរីភ្លឺល្មមឥណ្ឌាបច្ចុប្បន្ននេះនៅដូចពីដើមគ្មានផ្លាស់ប្ដូរប៉ុន្មានទេមនុស្សម្នាក៏កុញជាង 1000 លាននាក់រស់នៅទីនេះហើយអ្នកកាន់សាសនាឥណ្ឌូមានជាង 900 លាននាក់ទោះបីជនជាតិឥណ្ឌាមានដើមកំណើតព្រះពុទ្ធសាសនាក៏ដោយតែសាសនាព្រះពុទ្ធបានបាត់ចេញពីប្រទេសឥណ្ឌាជាង700ឆ្នាំប៉ុន្តែមូលហេតុអ្វីថ្ងៃមួយអ្នកទាំងអស់នោះបែរជាត្រឡប់មកកាន់ព្រះពុទ្ធសាសនាវិញភាគច្រើនអ្នកទាំងអស់នោះគឺសុទ្ធតែជាអ្នកកាន់សាសនាឥណ្ឌូទាំងអស់តើពួកគេមួយក្រុមនេះជាអ្នកណាតើពួកគេមានមូលហេតុយ៉ាងណាបានជាមកចូលរួមក្នុងមហាសន្និបាតព្រះពុទ្ធសាសនាដ៏ធំធេងនៅពេលនេះខ្ញុំបានធ្វើដំណើរមកដល់នាគបុរីនៅពេលព្រឹកព្រហៀមមុនពេលពិធីបុណ្យចាប់ផ្ដើមនាគបុរីជាទីក្រុងធំមួយនៃរដ្ឋមហារាជជាទីមនោរម្យស្ងប់ស្ងាត់ល្អនិងសុខសុវត្ថិភាពដូចជាទីក្រុងធំនៃអាណាចក្រឥណ្ឌាទូទៅពេលដែលខ្ញុំបានធ្វើដំណើរមកដល់បរិវេណបុណ្យខ្ញុំបានជួបនឹងជនជាតិឥណ្ឌាអ្នកកាន់ព្រះពុទ្ធសាសនាមកចូលរួមយ៉ាងច្រើនកកហើយនៅតែមានមនុស្សមកចូលរួមក្នុងបុណ្យហូរហែមិនដាច់ពួកគេបានមកចូលរួមពិធីរំលឹកនៅថ្ងៃប្រកាសថ្វាយខ្លួនជាពុទ្ធមាមិករបស់លោកបណ្ឌិតអាំបេដកាកាលពីឆ្នាំ1956
មនុស្សម្នាយ៉ាងច្រើនមកដេកចាំនៅទីនេះគឺដេកចាំតាំងពីយប់មិញដើម្បីរងចាំពេលវេលាដែលសំខាន់ដែលនឹងចាប់ផ្ដើមនៅពេលខាងមុខនេះ कि आज मेरा नया जन्म हो रहा है ខ្ញុំបានឃើញមនុស្សឈួរកកកុញដើម្បីចូលរួមក្នុងពិធីថ្វាយខ្លួនពីព្រះភិក្ខព្រះសង្ឃពេញមួយថ្ងៃហើយមានអ្នកខ្លះក៏បានថ្វាយខ្លួនរួចហើយដែរក៏នៅតែមកចូលរួមក្នុងពិធីបុណ្យនេះជារៀងរាល់ឆ្នាំសាធុសាធុ क्रिया कर्म លោកពូម្នាក់នេះគាត់បានថ្វាយខ្លួនក្នុងព្រះពុទ្ធសាសនាតាំងពីគាត់មានអាយុ15ឆ្នាំពីមុនគាត់ជាហេរិជនឬចន្ទឌៀលគាត់បានប្រាប់ខ្ញុំថាគាត់ចូលចិត្តសាសនាព្រះពុទ្ធនិងពាក្យព្រានប្រដៅរបស់ព្រះពុទ្ធនិងមានជំនឿលើលោកបណ្ឌិតអំបេតកាណាស់នេះគឺរូបគាត់មកបាទចំណែកគូស្វាមីភរិយាមួយគូនេះគឺជាអ្នកស្រុកនាគបុរីគេកាន់សាសនាព្រះពុទ្ធដំណរតពីខាងឪពុកមកក៏បានថ្វាយខ្លួនជាមួយនឹងលោកបណ្ឌិតអំបេតការួចហើយដែរខ្ញុំបានសួរពួកគាត់ថាមូលហេតុអ្វីបានជាចូលសាសនាព្រះពុទ្ធពួកគាត់ឆ្លើយថាសាសនាព្រះពុទ្ធបានព្រានប្រដៅពួកខ្ញុំថាមិនឲ្យប្រកាន់ពូជសាសន៍មិនរើសអើងវណ្ណៈនិងមានក្តីមេត្តាធម៌និងមានភាពស្មើគ្នាខ្ញុំបានស្រាវជ្រាវអំពីរឿងការវិលត្រឡប់នៃព្រះពុទ្ធសាសនាវិញក្នុងប្រទេសឥណ្ឌាក្រោយពីសាបសូន្យអស់រយៈពេលជាង700ឆ្នាំនិងរឿងរ៉ាវរបស់លោកអំបេតកាដែលលោកបានថ្វាយខ្លួនជាពុទ្ធមាមិកៈរួមជាមួយនឹងជនជាតិឥណ្ឌារាប់សែននាក់កាលពី48ឆ្នាំកន្លងមកលោកបណ្ឌិត B.R. អំបេតកាលោកកើតនៅក្នុងត្រកូលចន្ទឌៀលលោកបានព្យាយាមតស៊ូឲ្យកូនបានចូលរៀនសូត្រដើម្បីលោកនឹងមានឱកាសបានបន្តការសិក្សាទៅមុខទៀតដោយសារតែការកើតចេញពីវណ្ណៈចន្ទឌៀលនៅក្នុងយុគសម័យពេលនោះគេប្រកាន់ថាជាវណ្ណៈទាបបំផុតគួរជាទីស្អប់ខ្ពើមដែលសង្គមឥណ្ឌាទាំងមូលមិនរាប់អានគាត់ត្រូវអង្គុយរៀននៅលើដីមានមិត្តភ័ក្តិហើយគេហាមមិនឲ្យផឹកទឹកនៅតាមទីធ្លាសាលាសាធារណៈឡើយសំណាងល្អលោកបានទទួលការសណ្ដោះប្រណីពីលោកគ្រូវណ្ណៈព្រាហ្មណ៍ម្នាក់ដែលបានបដូរឈ្មោះឲ្យលោកទៅជាអំបេតកាជានាមត្រកូលរបស់គ្រូដែលធ្វើឲ្យលោកបានបន្តចំណេះចេះដឹងក្នុងសង្គមតទៅមុខទៀតលោកបណ្ឌិតអំបេតកាបានទទួលការជ្រោមជ្រែងនិងឧបត្ថម្ភការសិក្សារហូតបានទទួលសញ្ញាបត្រខាងផ្នែកច្បាប់ពីសហរដ្ឋអាមេរិកលោកបណ្ឌិតអំបេតកាគឺជាអ្នកច្បាប់និងជាអ្នកនយោបាយហើយក៏ជាអ្នកតស៊ូដើម្បីវណ្ណៈចន្ទឌៀលដែរពេលដែលលោកបានទទួលមុខតំណែងនៅក្នុងរដ្ឋធម្មនុញ្ញឥណ្ឌាលោកបានពង្រៀងច្បាប់ឲ្យមនុស្សគ្រប់ស្រទាប់វណ្ណៈមានសិទ្ធិសេរីភាពស្មើគ្នានិងមិនឲ្យមានវណ្ណៈចន្ទឌៀលតទៅទៀតឡើយទោះបីជាមានច្បាប់បានដាក់ចេញមកមិនឲ្យមានការប្រកាន់វណ្ណៈយ៉ាងណាក៏ដោយតែការគោរពនោះចំពោះវណ្ណៈខ្ពស់មិនអាចទទួលយកបានឡើយក្នុងការព្យាយាមតស៊ូរបស់លោកបណ្ឌិតដើម្បីវណ្ណៈចន្ទឌៀលនឹងមានសិទ្ធិចូលទៅក្នុងវត្តហិណ្ឌូបានដោយគេឯងនោះតែបែរជាទទួលផលអាក្រក់ត្រឡប់មកវិញទើបលោកបណ្ឌិតអំបេតកាងាកបែរមកកាន់ព្រះពុទ្ធសាសនាវិញយើងខ្ញុំសូមប្រកាសជាដាច់ខាតនៅការរើសអើងវណ្ណៈដែលជាវណ្ណៈបែងចែកមនុស្សមិនមានភាពស្មើគ្នាតែសង្គមរបស់យើងខ្ញុំឥឡូវនេះមានភាពស្មើគ្នាមិនរើសអើងវណ្ណៈភេទរភាពជាបងប្អូនយើងខ្ញុំបានទទួលពាក្យពេចន៍ទាំងអស់នេះមកពីព្រះបរមគ្រូរបស់យើងខ្ញុំគឺព្រះសម្មាសម្ពុទ្ធជាម្ចាស់ក្នុងឆ្នាំ1956មានជនជាតិឥណ្ឌាវណ្ណៈចន្ទឌៀលជាង300,000នាក់បានមកចូលរួមផ្លាស់ប្ដូរសាសនាមកជាពុទ្ធសាសនិកជនវិញនៅក្នុងស្រុកនាគបុរីដែលដឹកនាំដោយលោកអំបេតកានេះឯងក្នុងការប្រកាសថ្វាយខ្លួនជាពុទ្ធមាមិកៈនៃលោកអំបេតកានៅពេលនោះជាចំណុចផ្លាស់ប្ដូរមួយយ៉ាងសំខាន់របស់ព្រះពុទ្ធសាសនាក្នុងប្រទេសឥណ្ឌាតែម្ដងទោះបីទើបនឹងចាប់ផ្ដើមផ្លាស់ប្ដូរសាសនារបស់ពួកគេក៏ដោយគឺដើម្បីរំដោះរួចផុតពីវណ្ណៈចន្ទឌៀលតែប៉ុណ្ណោះតែរយៈពេលតមកយើងឃើញថាព្រះពុទ្ធសាសនាបានជ្រួតជ្រាបដល់ជនជាតិឥណ្ឌាគ្រប់ស្រទាប់វណ្ណៈកាន់តែច្រើនឡើងបាទពិធីបុណ្យនៅថ្ងៃនេះចាប់ផ្ដើមនៅវេលាម៉ោង 9 ព្រឹកត្រូវចំពេលដែលលោកអំបេតកាបានប្រកាសថ្វាយខ្លួនជាពុទ្ធមាមិកៈកាលពី48ឆ្នាំមុនហើយដើម្បីរំលឹកដល់ហេតុការណ៍ប្រវត្តិសាស្ត្រនៅពេលនោះអ្នកដែលបានមកចូលរួមបាននាំគ្នាស្រែកប្រកាសថ្វាយខ្លួននិងទទួលពាក្យផ្លាស់ប្ដូរសាសនានឹងបណ្ឌិតអំបេតកាចំនួន22ខក្នុងខនីមួយៗមិនឲ្យគោរពបូជាទេវរូប
ត្រូវត្រង់ត្រាប់នៅពាក្យព្រានប្រដៅរបស់ព្រះពុទ្ធជាម្ចាស់វិញ បាទគ្រប់គ្នាបានបដូរចិនមកគ្រប់ពុទ្ធសាសនាវិញពីមុនមកយើងធ្លាប់តែគ្រប់សាសនាផ្សេងទេយើងក៏គ្មានគំនិតផ្លាស់ប្ដូរទៅណាទៀតដែរបាទតែក្រោយពេលដែលលោកអាំបេតកាប្រកាសថ្វាយខ្លួនជាពុទ្ធមេមិកៈមកនោះពួកគេក៏ត្រឡប់ទៅផ្ទះវិញទៅយកទេវរូបដែលធ្លាប់គោរពបូជានោះទៅទម្លាក់ទឹកចោលអស់រលីងទៅបាត់ហើយកាលពីខ្ញុំនៅពីក្មេងៗក៏ជាសាសនាហិណ្ឌូម្នាក់ដែរគោរពបូជាទេវរូបរាល់ថ្ងៃតែក្រោយពីពេលដែលចូលសាសនាព្រះពុទ្ធកាលពីខ្ញុំអាយុ16ឆ្នាំនោះមកណាបាទនៅតាមផ្ទះអត់មានទេវរូបអីទៀតទេបាទគឺអស់រលីងគ្មានសល់អីមួយទេ លោកអំប៉ាទីគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមជនជាតិឥណ្ឌាជាង3សែននាក់ដែលបានថ្វាយខ្លួនជាពុទ្ធមេមិកៈនឹងលោកបណ្ឌិតអាំបេតកានៅក្នុងគ្រានោះគ្រួសាររបស់គាត់រស់នៅក្នុងវណ្ណៈចន្ទឌៀលដូចគ្នាគាត់បានឃើញលោកបណ្ឌិតអាំបេតកានិងមិត្តភ័ក្តិរបស់គាត់មកប្រជុំពិភាក្សាគ្នារឿងផ្លាស់ប្ដូរសាសនានៅផ្ទះរបស់គាត់ពេលនោះលោកអំប៉ាទីទើបមានអាយុ16ឆ្នាំប៉ុណ្ណោះលោកឪពុករបស់គាត់ក៏បាននាំកូនប្រុសស្រីតាមលោកបណ្ឌិតអាំបេតកាទៅចូលរួមពិធីក្នុងគ្រានោះដែរអូផ្លាស់ប្ដូរយ៉ាងច្រើនមែនទេណាបាទយើងធ្លាប់តែគោរពបូជាទេវរូបអង្គទេពនិងអង្គទេវីដែលមានយ៉ាងច្រើនក្នុងប្រទេសឥណ្ឌានេះគឺមានព្រះអតិទេពរាប់ពាន់រាប់ម៉ឺនអង្គឯណោះបាទគឺកាន់តែច្រើនឡើងទៅតាមអ្នកគោរពបូជាហើយអង្គទេវៈថ្មីក៏កាន់តែផុសច្រើនឡើងមកទៀតដែរបាទយើងរស់នៅក្រោមក្រឹតក្រមទំនៀមទម្លាប់នោះអស់រយៈពេលដ៏យូរណាស់មកហើយទើបធ្វើឲ្យខ្ញុំភ្ញាក់ដឹងខ្លួនថាព្រះដែលមានពិតនោះគឺចាប់តាំងពីពេលដែលខ្ញុំបែរមកកាន់ព្រះពុទ្ធសាសនាបាទណាដឹងខ្លួនថាមានសេរីភាពបាទគឺសេរីភាពរួចផុតពីអំណាចគ្រប់គ្រងរបស់អង្គទេវទាំងអស់នោះដែលមិនដែលជួយអ្វីដល់ខ្ញុំមិនតិចណាស់ឡើយណាបាទពេលនេះលោកអ៊ំប៉ាទីគាត់មានអាយុ64ឆ្នាំហើយគាត់ក៏នៅតែជាពុទ្ធបរិស័ទយ៉ាងរឹងមាំនៅក្នុងព្រះធម្មវិន័យរបស់ព្រះពុទ្ធជាម្ចាស់យ៉ាងខ្ជាប់ខ្ជួនដដែលគាត់គឺជាសកម្មជនម្នាក់សម្រាប់ជួយរៀបចំពិធីថ្វាយខ្លួនសម្រាប់ពុទ្ធបរិស័ទចូលមកថ្មីនៅក្នុងស្រុកនាគបុរីដោយដែលគាត់ធ្លាប់ជួយរៀបចំពិធីក្នុងសម័យលោកបណ្ឌិតអាំបេតកានោះដែរពុទ្ធបរិស័ទឥណ្ឌាមួយចំនួនធំមកពីវណ្ណៈសូត្រហើយនិងវណ្ណៈចន្ទឌៀលដែលជាវណ្ណៈដ៏ទាបបំផុតក្នុងសង្គមហិណ្ឌូដោយសេចក្តីក្រីក្រពេកដែលសង្គមមិនរាប់រកទើបធ្វើឲ្យពួកគេរកច្រកចេញរួចផុតពីការប្រកាន់វណ្ណៈដោយបដូរមកកាន់ព្រះពុទ្ធសាសនាវិញបាទអ្វីដែលយើងបានពីដំបូងនោះគឺយើងមិនព្រួយបារម្ភអំពីរបបវណ្ណៈក្នុងការរៀបអាពាហ៍ពិពាហ៍ពីមុនមកគេហាមមិនឲ្យយើងរៀបការឆ្លងវណ្ណៈទេបាទតែក្រោយពេលដែលយើងបានបដូរមកកាន់ព្រះពុទ្ធសាសនាវិញនោះគ្រួសាររបស់ខ្ញុំក៏បានរៀបការជាលើកដំបូងដែរហើយបាទហើយចំណែកក្មួយស្រីរបស់ខ្ញុំវិញក៏គេបានរៀបការនឹងគូរបស់គេរួចហើយដែរលោកស្រីហើយសពថ្ងៃនេះក៏គ្មានអ្នកណាប្លែកជាងអ្នកណាទៀតដែរគឺសប្បាយចិត្តណាស់រាល់ថ្ងៃនេះខ្ញុំនោះចាប់តាំងពីពេលដែលលោកបណ្ឌិតអាំបេតកាបានប្រកាសខ្លួនជាពុទ្ធមេមិកៈមកចំនួនពុទ្ធបរិស័ទឥណ្ឌាក៏បានកើនឡើងយ៉ាងឆាប់រហ័សពី3សែននាក់ក្នុងឆ្នាំ2499ហើយបច្ចុប្បន្ននេះមានចំនួនពុទ្ធបរិស័ទដែលមកចុះឈ្មោះហើយនោះជាង10លាននាក់ទូទាំងប្រទេសគឺមានពុទ្ធបរិស័ទមកពីវណ្ណៈចន្ទឌៀលយ៉ាងច្រើនទៀតដែលមិនបានចុះបញ្ជីជាភស្តុតាងពីព្រោះក្នុងអតីតកាលការព្រមចុះឈ្មោះជាពុទ្ធបរិស័ទដែលតម្រូវឲ្យពួកគេប្រគល់សិទ្ធិនឹងការជួយសង្គ្រោះពិសេសពីរាជរដ្ឋាភិបាលដែលមានឲ្យដល់ពួកវណ្ណៈចន្ទឌៀលសូម្បីតែនៅពេលនេះអ្នកណាក៏ដោយដែលកាន់ព្រះពុទ្ធសាសនាគឺទទួលរងនឹងការរិះគន់ថាជាវណ្ណៈចន្ទឌៀលពីមុនទើបក្លាយជាបញ្ហាមួយដែលធ្វើឲ្យប្រជាជនឥណ្ឌាមួយចំនួនធំមិនចង់បង្ហាញខ្លួនថាខ្លួនជាអ្នកកាន់ព្រះពុទ្ធសាសនាទេពេលដែលពុទ្ធបរិស័ទមិនហ៊ានបង្ហាញខ្លួនដូច្នោះធ្វើឲ្យការរាប់ចំនួនពុទ្ធបរិស័ទក្នុងឥណ្ឌាទាំងមូលមានការពិបាកណាស់តែអ្នកកាន់បញ្ជីព្យាយាមត្រួតពិនិត្យពុទ្ធបរិស័ទរបស់មហាពោធិសមាគមកាលពីឆ្នាំ2544ឃើញថាក្នុងជនជាតិឥណ្ឌាដែលអ្នកកាន់ព្រះពុទ្ធសាសនាដែលមានក្នុងបញ្ជីហើយនឹងមិនទាន់មានប្រហែល50លាននាក់គិតទាំងបញ្ជីចាស់និងបញ្ជីថ្មីរបស់អ្នកព្យាករឥណ្ឌាទូទាំងប្រទេសទោះបីជាពុទ្ធបរិស័ទមួយភាគធំនេះមិនអាចគេចផុតពីសង្គមបែងចែកវណ្ណៈបានទាំងអស់ក៏ដោយ
តែចំពោះចិត្តគំនិតរបស់ពួកគេវិញពួកគេជឿថាបានរួចផុតស្រឡះអស់ហើយគឺសេរីភាពទាំងផ្លូវកាយទាំងផ្លូវចិត្តឥឡូវនេះខ្ញុំមានសេរីភាពហើយខ្ញុំមានបងប្អូនហើយមានផែនដីមួយទៀតសង្គមមួយទៀតដែលជាកូនចៅរបស់ព្រះពុទ្ធជាម្ចាស់តែមួយដូចគ្នាណាបាទខ្ញុំតែងតែដាក់ពាក្យសួរខ្លួនឯងថាព្រះពុទ្ធសាសនាកើតឡើងមកវិញយ៉ាងម៉េចបានបើនិយាយចឹងតើពួកគេនៅសម័យនោះមានជំនឿទៅលើអ្វីទៅណោះហើយខ្ញុំក៏ធ្លាប់ឮអ្នកប្រាជ្ញនិយាយគ្នាថាបើសិនចង់ឲ្យយល់ពីការត្រឡប់ចុះឡើងនៃសាសនាព្រះពុទ្ធក្នុងប្រទេសឥណ្ឌាបានកាន់តែជ្រៅនោះគឺយើងត្រូវស្វែងយល់នៅការរស់នៅរបស់សង្គមនៅក្នុងសម័យនោះឲ្យបានច្បាស់លាស់នេះគឺជាហេតុផលដែលសំខាន់ដែលធ្វើឲ្យខ្ញុំចាប់ផ្ដើមស្រាវជ្រាវរឿងរ៉ាវដែលកើតឡើងនិងត្រឡប់បែរទៅក្រោយវិញមុនព្រះពុទ្ធសាសនាចាប់បដិសន្ធិឡើងនៅលើលោកយើងនេះនៅដើមសតវត្សទី20អ្នកបុរាណវិទ្យាបានរកឃើញក្រុងបុរាណចាស់មួយកន្លែងក្នុងបរិវេណទន្លេសិន្ធុដែលឥឡូវមាននៅក្នុងប្រទេសប៉ាគីស្ថានក្នុងការរកឃើញនៅពេលនោះបានធ្វើឲ្យពិភពលោកបានដឹងថាបរិវេណមួយនេះធ្លាប់មានអរិយធម៌ដ៏យូរលង់រហូតមកដល់ 4500 ឆ្នាំ 1000 ឆ្នាំតមកជនជាតិអារ្យ័នបានភៀសខ្លួនចូលមកក្នុងទន្លេសិន្ធុឥណ្ឌាភាគខាងជើងការចូលមកនៃពួកអារ្យ័ននេះឯងជាចំណុចផ្ដើមនៃការកកើតសាសនារបស់ព្រាហ្មណ៍ហើយនិងរបបវណ្ណៈដែលមានដ៏យូរលង់រហូតមកដល់សពថ្ងៃយើងនេះហារ៉ាប៉ាហើយនិងម៉ូហិនជូដារ៉ូគឺជាតំបន់តូចៗរបស់ប៉ាគីស្ថានដែលបានរកឃើញក្នុងក្រុងបុរាណនៅក្នុងគ្រានោះក្នុងការស្រាវជ្រាវបានឲ្យដឹងថាអ្នកដែលរស់នៅទីនោះមានចំណេះចេះដឹងក្នុងការកសាងយ៉ាងច្រើនហើយរបៀបរស់នៅគឺផ្ទះពីរជាន់លើក្រោមធ្វើអំពីឥដ្ឋដុតបាទមានផ្លូវថ្នល់ដែលសាងឡើងតាមក្បួនខ្នាតត្រឹមត្រូវមានប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែងយ៉ាងល្អប្រណិតហើយមិនតែប៉ុណ្ណោះគឺជាទីក្រុងដែលមានការលក់ដូរជាប់រហូតទាំងសងខាងផ្លូវមានហាងតូចៗជាហូរហែជាប់តាមផ្លូវមិនដាច់ទេបាទមានការរីកចម្រើនលូតលាស់យ៉ាងខ្លាំងពួកគេជាជនជាតិដូចនឹងជនជាតិត្រាប៊ីឌៀនដែរជនជាតិស្បែកប្រផេះដែលរស់នៅក្នុងប្រទេសឥណ្ឌាភាគខាងត្បូងសពថ្ងៃនេះហើយវប្បធម៌របស់ជនជាតិទាំងពីរក្រុមនេះមានទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នាណាស់ណាបាទ1000 ឆ្នាំតមកមានជនជាតិអារ្យ័នស្បែកសមួយក្រុមទៀតបានភៀសខ្លួនចូលមកពីបរិវេណទន្លេសាប Caspian ក្នុងអេស៊ីភាគកណ្ដាលបានធ្វើដំណើរចូលមកទន្លេសិន្ធុភាគខាងជើងនៃប្រទេសឥណ្ឌាពួកជនជាតិអារ្យ័នបានផ្ដើមធ្វើសង្គ្រាមបណ្ដេញជនជាតិត្រាវីឌៀនដែលមានអរិយធម៌ដ៏រុងរឿងនៅជុំវិញនេះពីមុនមកហើយបានថយចុះទៅនៅភាគខាងត្បូងពេលនោះពួកអារ្យ័នបានសាងអាណាចក្រឡើងគ្រប់គ្រងទន្លេសិន្ធុហើយនិងទន្លេព្រះម៉ែគង្គីនៅក្នុងរយៈពេលនោះឯងមានការច្របូកច្របល់ក្នុងផ្នែកវប្បធម៌យ៉ាងខ្លាំងរវាងជនជាតិអារ្យ័នហើយនិងពួកអ្នកស្រុកហើយក៏ជាចំណុចចាប់ផ្ដើមពីរឿងសញ្ជាតិហើយនិងអរិយធម៌ឥណ្ឌាក្នុងវេលាតមកពួកជនជាតិអារ្យ័នមានជំនឿថាព្រះអាទិទេពទ្រង់គឺជាអ្នកបង្កើតនៅអ្វីៗគ្រប់បែបយ៉ាងដែលមាននៅលើโลกយើងនេះមិនថាព្រៃភ្នំធម្មជាតិអ្វីទេសេចក្តីទុក្ខសេចក្តីសុខគឺកើតចេញពីប្រហោះរបស់ទ្រង់អាទិទេពទាំងអស់សូម្បីតែសពថ្ងៃនេះជនជាតិឥណ្ឌាអារ្យ័ននៅតែមានការបន្តពិធីបូជាព្រះអគ្គិយ៉ាងមុតមមដើម្បីថ្វាយដល់ការគោរពបូជាដល់ព្រះអាទិទេពនៃធម្មជាតិមានព្រះអាទិត្យដីទឹក
ខ្យល់ហើយនឹងភ្លើងខ្ញុំបានមកឃើញការបូជាភ្លើងដែលជាផ្នែកមួយក្នុងពិធីការរបស់ជនជាតិឥណ្ឌាខ្សែស្រឡាយអារ្យ័នដែលប្រតិបត្តិចប់មកជាច្រើនពាន់ឆ្នាំពួកគេមានបទចម្រៀងដែលប្រើក្នុងការសូត្រសរសើរដល់ព្រះអាទិទេពធ្វើពិធីបូជាយញ្ញមានវេទមន្តគាថាហើយនឹងការរៀបរាប់នៅសេចក្តីបរិសុទ្ធសេចក្តីអាថ៌កំបាំងនៃធម្មជាតិបទចម្រៀងទាំងអស់នេះពួកអារ្យ័នប្រកាន់ថាពួកគេបានទទួលមកពីព្រះដោយពិតហើយបានចងក្រងជាបទសូត្រនេះឡើងជាគម្ពីរស័ក្តិសិទ្ធិដែលហៅថាគម្ពីរព្រះវេទហើយអ្នកដែលមានមុខនេតិចេះចាំគម្ពីរព្រះវេទបាននោះត្រូវចាត់ជានេតិរបស់ពួកព្រាហ្មណ៍តែប៉ុណ្ណោះការចេះគម្ពីរព្រះវេទបានធ្វើឲ្យពួកព្រាហ្មណ៍ជាអ្នកមានចំណេះដឹងលើសជនទាំងពួងនិងមានអំណាចមហាសាលព្រោះជាអ្នកបន្តផ្ទាល់ពីព្រះអាចរៀបចំពិធីបួងសួងបូជាយញ្ញសំពោះពីព្រះឲ្យប្រទានសេចក្តីសុខនិងសេចក្តីប្រាថ្នារបស់មនុស្សលោកបាននៅទីបំផុតព្រាហ្មណ៍បានក្លាយជាមនុស្សថ្នាក់ខ្ពស់របស់សង្គមប្រៀបស្មើនឹងក្សត្រសាសនាព្រាហ្មណ៍និងរបបវណ្ណៈក៏បានកើតនៅក្នុងយុគសម័យព្រះវេទនោះឯងការភៀសខ្លួនចូលមកក្នុងទន្លេសិនធុដែលមានភាពរុងរឿងពីមុនមកនោះបានធ្វើឲ្យពួកអារ្យ័នធ្វើសង្គ្រាមជាមួយពួកអ្នកស្រុកអស់រយៈពេលដ៏យូរលង់អ្នកចេះប្រវេទគឺជនវណ្ណៈព្រាហ្មណ៍ដែលជាអ្នកសាងចំនួនទឹកចិត្តឲ្យពួកអ្នកចម្បាំងគឺពូជពងវណ្ណៈសត្វសម្រាប់ពួកអារ្យ័នដែលមិនមាននេតិច្បាំងនោះត្រូវចាត់រកស្បៀងលាងអាហារមកចិញ្ចឹមសង្គមដូចជាការដាំដុះចិញ្ចឹមសត្វនិងការលក់ដូរគឺជាពួកអ្នកជំនួញចំណែកអ្នកចាញ់សង្គ្រាមគឺពួកអ្នកស្រុកធ្លាក់ខ្លាយជាអ្នកបម្រើពួកជនជាតិអារ្យ័នដែលមានឈ្មោះថាវណ្ណៈសូទ្រពេលកំពុងចាប់ផ្ដើមរបបវណ្ណៈក៏បានកើតឡើងតាមការបែងចែកមុខនេតិការងារក្នុងសង្គមនិងការបែងចែកពួរសម្បុររវាងជនជាតិអារ្យ័នស្បែកសហើយនិងជនជាតិស្បែកប្រផេះវាសាងអំណាចឲ្យរឹងមាំក្នុងសម័យនោះហើយរយៈពេលតមកសង្គមវណ្ណៈបានប្រែក្លាយទៅជាដើមភ្លើងបំផ្លាញក្នុងទីបំផុតបែកខ្ញែកក្នុងសង្គមចម្ពោះទ្វីបទាំងមូលខ្ញុំបានធ្វើដំណើរមកភាគខាងជើងនៃប្រទេសឥណ្ឌាដើម្បីស្រាវជ្រាវអំពីជំនឿនិងការជ្រះថ្លារបស់ជនជាតិហិណ្ឌូដែលរាល់ឆ្នាំតែងតែមានប្រពៃណីអ្នកធ្វើដំណើរធម្មយាត្រាស្វែងរកបុណ្យឆ្ពោះទៅកាន់ទីកន្លែងផ្សេងៗដែលជាទីឋាននៃព្រះអាទិទេពទីឋាននោះគឺប្រភពដើមកំណើតទន្លេគង្គីនៅតាមជួរភ្នំហិមាល័យជាទីឋានដ៏ស័ក្តិសិទ្ធិដែលពួកគេប្រកាន់ថាជាមហាកុសលធំណាស់ដែលពួកគេត្រូវបំពេញឲ្យបានម្ដងក្នុងមួយជីវិតខ្ញុំបានធ្វើដំណើរចប់តាមពួកគេសម្ដៅឆ្ពោះទៅទឹកដីនៃព្រះអាទិទេពដែលជាកន្លែងគោរពបូជាយ៉ាងខ្ពស់បំផុតរបស់ជនជាតិឥណ្ឌាតាំងពីសម័យបុរាណមកដើម្បីឲ្យកាន់តែច្បាស់ថែមទៀតក្នុងការរឹងមាំនៃលទ្ធិជំនឿដ៏យូរលង់នោះដែលមានជំនឿទៅលើព្រះអាទិទេពជាអ្នកកំណត់វាសនានៃមនុស្សលោកតាមគម្រោងផែនការរបស់ខ្ញុំពេលចូលទៅកាន់ខេត្តរតឧត្រាច័ន្ទការធ្វើដំណើរក៏ចាប់ផ្ដើមបត់បែនទៅតាមប្រឡាយទឹកព្រះម៉ែគង្គីខ្ញុំចេញពីក្រុងហារីវ៉ាសម្ដៅឆ្ពោះទៅក្រុងឫស្សីកេទៅតាមជួរភ្នំខ្ពស់ទាបឆ្លងក្រុងឧត្តរកាស៊ីរហូតមកដល់ស្រុកគង្គគាត្រីជាស្រុកចុងក្រោយដែលរថយន្តខ្ញុំចូលទៅដល់បន្ទាប់មកយើងត្រូវធ្វើដំណើរដោយថ្មើរជើងគឺឡើងទៅតាមល្បាក់ភ្នំខ្ពស់ទាបរហូតបានទៅដល់ប្រភពដើមនៃទន្លេព្រះម៉ែគង្គីដោយយល់ទៅតាមសភាពភូមិសាស្ត្រទន្លេព្រះម៉ែគង្គីមានប្រភពដើមកំណើតចេញពីឋានតកលើភ្នំហិមាល័យអ្នកស្វែងរកបុណ្យគ្រប់គ្នាដឹងថាមិនថាផ្នែកណាក្នុងឥណ្ឌាទេពួកគេនឹងធ្វើដំណើរទៅឲ្យដល់ដើមកំណើតទន្លេគង្គីដែលជាប្រឡាយទឹកកកដែលមានកម្ពស់រហូតដល់ 4000 ម៉ែត្រដែលត្រូវប្រើពេល1ខែឬក៏រាប់ខែខ្ញុំបានវិលត្រឡប់មកស្រុកឫស្សីកេតដែលជាគោលដៅដំបូងក្នុងការធ្វើដំណើរនៅលើកនេះឫស្សីកេតជាស្រុកនៃអ្នកបួសតាំងពីសម័យបុរាណស្រុកនេះតាំងជាប់នៅក្បែរទន្លេគង្គីនៅចន្លោះច្រកភ្នំដែលមានសភាពស្ងាត់ជ្រងំហើយពីមុនមកធ្លាប់ជាកន្លែងរួមរបស់ឥសីនិងយោគីដែលជាអ្នកលះបង់នៅផ្លូវលោកចេញស្វែងរកការរំលត់ទុក្ខដោយការបំពេញតបៈនិងប្រណិប័តយោគៈ
សូម្បីតែនៅពេលឥឡូវនេះស្រុកឬស៊ីកេតក៏នៅតែមានឈ្មោះបោះសម្លេងក្នុងការសិក្សាវិជ្ជាយោគៈដដែលលោកគ្រឹស្ណៈអូឆាគាត់មានអាស្រមនៅឬស៊ីកេតរាល់ថ្ងៃក៏តែងតែចេញមកប្រណិប័តយោគៈនៅមាត់ស្ទឹងព្រះម៉ែគង្គាបាទវិជ្ជាយោគៈដែលខ្ញុំកំពុងធ្វើនេះគឺដើម្បីធ្វើឲ្យរាងកាយមមួនជាមុនសិនពេលយើងអង្គុយសមាធិយូរទៅវាមិនធ្វើឲ្យយើងស្ពឹកសពន់ទេបាទពេលណារាងកាយយើងរឹងប៉ឹងហើយយើងអាចគ្រប់គ្រងអារម្មណ៍ឲ្យនៅស្ងៀមមិនឲ្យរវើរវាយទៅណាទេក្រៅពីនោះយើងអាចពត់ដងខ្លួនទៅក្រោយជើងពត់ចូលគ្នាតម្កល់អារម្មណ៍ឲ្យបាននឹងនរគឺខ្ញុំអាចសម្រេចផលទៅកាន់ឋានព្រំជាសេចក្តីសុខដ៏ធំធេងនៃជីវិតរបស់ខ្ញុំហើយណាបាទយោគៈគឺជាវិធីមួយតាមផ្លូវព្រះគម្ពីរឧបនិស្ស័កដែលកើតឡើងក្នុងយុគសម័យគម្ពីរព្រះវេទដែលមានគោលដៅថាសេចក្តីសុខដែលធំធេងនៃជីវិតនោះត្រូវប្រណិប័តខ្លួនដើម្បីរំដោះឲ្យរួចផុតពីការវិលវល់នៃការកើតស្លាប់ដើម្បីឲ្យព្រលឹងវិញ្ញាណបានទៅនៅជាមួយព្រះព្រំជាម្ចាស់ក្នុងទីបំផុតមនុស្សម្នានៅសម័យនោះបាននាំគ្នាស្វែងរកផ្លូវរំដោះខ្លួនឲ្យរួចផុតពីការកើតស្លាប់ដោយប្រើវិធីផ្សេងៗធ្វើឲ្យកើតមេលទ្ធិសាសនាម្ចាស់អាស្រមយ៉ាងច្រើនសន្ធឹកសន្ធាប់ទីកន្លែងខ្លះក៏នៅតែប្រើវិធីការបំពេញតបៈជាវិធីធ្វើចិត្តកាយឲ្យបរិសុទ្ធដើម្បីបានចូលទៅកាន់ព្រំដោយការធ្វើបាបខ្លួនឯងពួកគេមានជំនឿថាធ្វើឲ្យខ្លួនប្រាណរបស់ពួកគេទទួលកម្មគ្រប់បែបយ៉ាងក្នុងជាតិនេះឲ្យអស់គឺមិនបាច់កើតមកទទួលកម្មទៀតឡើយមនោគមវិជ្ជាឧបនិស្ស័កនេះកើតឡើងមក100ឆ្នាំមុនសម័យពុទ្ធកាលក្នុងសម័យនោះពួកព្រាហ្មណ៍បានសាងព្រះព្រំឡើងមកដើម្បីឆ្លើយតបនឹងការសង្ស័យថាព្រះអាទិទេពដែលមានមកនោះមកពីណាអ្នកណាជាអ្នកសាងព្រះព្រំបានក្លាយជាព្រះអាទិទេពខ្ពស់បំផុតលើសពីទេពផ្សេងទ្រង់ជាអ្នកសាងអង្គទេពលើឋានសួគ៌ហើយនឹងវត្ថុដែលមានជីវិតនៅលើលោកនេះទោះបីជាមានការកកើតឡើងនៃសាសនាចាស់និងសាសនាព្រះពុទ្ធក៏ដោយក៏បដិសេធមិនបានថាបានទទួលឥទ្ធិពលមនោគមវិជ្ជារបស់គម្ពីរឧបនិស្ស័កដូចគ្នានៅសពថ្ងៃនេះខ្ញុំបានជួបនឹងជនជាតិឥណ្ឌាមួយចំនួននៅតែស្វែងរកផ្លូវទៅកាន់ការរំលត់ទុក្ខពីការរួចផុតនៅការកើតស្លាប់ដូចជាលោកគ្រឹស្ណៈនិងអ្នកបួសដែលហៅថាសាធុយោគីដែលមានយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតស្វាមីសន្ត្រារ៉ាណាន់រូបគាត់ម្នាក់ដែរដែលចេញធ្វើដំណើរស្រាវជ្រាវរកផ្លូវទៅកាន់ឋានព្រំគាត់បានចំណាយពេល50ឆ្នាំធ្វើដំណើរទៅគ្រប់ទីកន្លែងលើភ្នំហិមាល័យដើម្បីស្វែងរកចម្លើយតែក្នុងទីបំផុតគាត់ក៏បានជួបប្រទះរូបអង្គុយយោគៈមួយដែលហៅថាឥន្ទ្រាជិតបានធ្វើឲ្យជីវិតគាត់លុះទៅដោយការលះបង់ខ្ពស់គាត់បានប្រាប់ខ្ញុំថាដូចជាការចាប់កំណើតថ្មីដ៏បរិសុទ្ធឡើងមកទៀតតែក៏នៅមិនអាចរំដោះខ្លួនឲ្យរួចផុតពីការកើតស្លាប់បានឡើយកាលណាស្រុកឬស៊ីកេតមានមនុស្សម្នាចូលមករស់នៅកាន់តែច្រើនឡើងរហូតធ្វើឲ្យក្រុមសាធុហើយនិងក្រុមយោគីត្រូវគេចចេញទៅរកទីកន្លែងស្ងប់ស្ងាត់ក្នុងព្រៃជ្រៅតែក៏នៅតែឃើញថាស្រុកឬស៊ីកេតក៏នៅតែជាស្រុករបស់អ្នកប្រណិប័តយោគៈដដែលដែលមានអ្នកស្រាវជ្រាវរកការពិតនៃជីវិតបានធ្វើដំណើរមកសិក្សាគ្រប់ពេលវេលាការធ្វើដំណើរតាមស្នាមជើងអ្នកស្វែងរកបុណ្យក្នុងគ្រានេះបានធ្វើឲ្យខ្ញុំឃើញនូវសេចក្តីព្យាយាមរបស់មនុស្សដែលរកផ្លូវតាក់ទងនឹងព្រះអាទិទេពជាម្ចាស់មិនថាការបំពេញតបៈការប្រណិប័តយោគៈការស្វែងរកបុណ្យធ្វើដំណើរដោយជើងទទេរាប់ខែដ៏យូរឬការបណ្ដែតប្រទីបក្នុងទន្លេគង្គាដើម្បីគោរពបូជាហើយនឹងស្មោះត្រង់ដល់ព្រះអាទិទេពជាម្ចាស់ជនជាតិឥណ្ឌូជឿថាព្រះម៉ែគង្គាជាព្រះដ៏ស័ក្តិសិទ្ធិបានប្រទានទឹកមកចិញ្ចឹមជីវិតមនុស្សលោកយើងនេះព្រះម៉ែគង្គាគឺជាព្រះម៉ែដ៏ស័ក្តិសិទ្ធិដែលពួកគេគោរពបូជាតាំងពីកំណើតមករហូតមកដល់ជីវិតចុងក្រោយរបស់ពួកគេប្រឡាយទឹកមួយកន្លែងនៅស្រុកឌឺស៊ីកេតរាល់ថ្ងៃនៅតែមានមនុស្សទៅគោរពបូជាព្រះម៉ែគង្គាដោយភ្លើងហើយពួកគេបាននាំដួងប្រទីបទៅបណ្ដែតនៅលើទឹកដើម្បីនាំផ្លូវទៅសុំពរពីព្រះអាទិទេពដ៏ធំធេងនេះគឺជាពិធីដែលហៅថាគង្គាអារាទីខណៈពេលដែលខ្ញុំឈរនៅចំកណ្ដាលចំណោមជនជាតិហិណ្ឌូដែលកំពុងតែសូត្រសរសើរដល់ព្រះអាទិទេពជាម្ចាស់នោះខ្ញុំក៏បានយល់ថានេះគឺជាអំណាចមួយដែលគ្របដណ្ដប់ទៅលើអ្នកទាំងអស់នោះ
ឲ្យរួមចិត្តរួមថ្លើមតែមួយវាគឺជាអំណាចនៃសេចក្តីសុខភាពជាបងប្អូនដែលដកជាប់អារម្មណ៍ក្នុងការគោរពបូជាយ៉ាងខ្លាំងសំឡេងចម្រៀងសូត្រថ្វាយព្រះពរលន់លឺរងំជាប់មិនដាច់គ្រប់គ្នាសប្បាយរីករាយមានសេចក្តីសុខដែលបានមកពីការចូលរួមគោរពបូជាដ៏ស័ក្តិសិទ្ធិនេះគ្មានត្រង់ណាដែលធ្វើឲ្យអារម្មណ៍ធុញទ្រាន់ឡើយខ្ញុំយល់ថានេះគឺជាផ្នែកនយោបាយមួយដែលទាក់ទាញចិត្តមនុស្សគ្រប់គ្នាឲ្យមកចូលរួមក្នុងពិធីការគោរពបូជាខាងផ្លូវសាសនាពិធីនេះសម្រេចបានយ៉ាងត្រចះត្រចង់ខ្ញុំបានចាក់ចេញពីស្រុកឬស៊ីកេតឆ្ពោះសម្ដៅទៅកាន់កន្លែងព្រះម៉ែគង្គីរថយន្តបត់វងវៀនទៅតាមជួរភ្នំខ្ពស់ទាបបត់បានរាប់ទៅតាមខ្សែប្រឡាយទឹកព្រះម៉ែគង្គីដែលកំពុងតែហូរខ្មួលខ្មាញ់នៅពីខាងក្រោមរលកទឹកបានបោកបក់យ៉ាងខ្លាំងគួរឲ្យខ្លាចហូរទម្លាក់ពីលើខ្នងភ្នំដ៏ខ្ពស់ជាប់មិនដាច់អ្នកនាំផ្លូវបានប្រាប់ខ្ញុំថាកម្លាំងនៃទឹករលកមានកម្លាំងខ្លាំងណាស់គេអាចយកទៅប្រើប្រាស់ជាប្រយោជន៍អ្វីក៏បានដែរដូចជាប្រើទាញម៉ាស៊ីនភ្លើងជាដើមនៅតាមដងផ្លូវខ្ញុំបានជួបនឹងអ្នកធ្វើធម្មយាត្រាស្វែងរកបុណ្យដើររុំសម្ពុតដាក់ទឹកជាប់នឹងខ្លួនទៅជាមួយយ៉ាងស្រួលដោយមិនរួញរាតើពួកគេមកពីកន្លែងណាដែរបាទពួកគេមកពីស្រុកមីរ៉ាត់ណាបាទដែលមានចម្ងាយផ្លូវជិត200គីឡូម៉ែត្រឯណោះគាត់មានគ្នា10នាក់ធ្វើដំណើរមក15ថ្ងៃហើយគាត់ប្រាប់ថានឹងយកទឹកនេះត្រឡប់ទៅធ្វើពិធីនៅឯភូមិរបស់គាត់វិញឯណោះណាបាទត្រូវឲ្យខ្ញុំធ្វើដំណើរមកសែនឆ្ងាយមែនតែនផ្លូវពិបាកណាស់ណាបាទពួកគាត់ប្រាប់ថាមុននឹងទៅដល់កន្លែងព្រះម៉ែគង្គីមានការពិបាកណាស់តែអ្នកភូមិត្រូវការទឹកមកពីកន្លែងព្រះម៉ែគង្គីប៉ុណ្ណោះដើម្បីប្រារព្ធពិធីផ្សេងបើគ្មានទឹកបរិសុទ្ធនេះទេមិនអាចប្រារព្ធពិធីបានឡើយឥឡូវនេះពួកគេត្រូវស្រូតដំណើរត្រឡប់ទៅវិញឲ្យទាន់ពិធីដែលនឹងចាប់ផ្ដើមនៅរយៈពេល10ថ្ងៃខាងមុខនេះផ្លូវឡើងកាន់តែខ្ពស់ទៅនៅសងខាងផ្លូវគួរឲ្យគយគន់ណាស់មិនដូចឥណ្ឌាដែលខ្ញុំធ្លាប់ឃើញនោះទេកន្លែងនេះសម្បូរទៅដោយព្រៃភ្នំធម្មជាតិស្រស់បំព្រងថ្នល់បត់បែនទៅតាមចង្កេះភ្នំដែលមានខ្សែទឹកព្រះម៉ែគង្គីនៅពីខាងក្រោមមានទីប្រជុំជនតូចជាប់នៅតាមដងផ្លូវហូរហែរហូតរថយន្តកាន់តែខិតចូលចិត្តដល់ឯអ្នកស្វែងបុណ្យក៏កាន់តែច្រើនខ្ញុំមើលទៅឃើញពួកគេសុទ្ធតែពណ៌លឿងពាសពេញផ្លូវទាំងអស់មានទីកន្លែងសំណាក់ជាច្រើនទុកសម្រាប់ពួកគេបានស្នាក់នៅក្រៅពីការធ្វើដំណើរដែលមហាសែនលំបាកនេះនៅទីបំផុតយើងក៏បានមកដល់ស្រុកគង្គីត្រីជាស្រុកតូចៗដែលលាក់ខ្លួននៅតាមជួរភ្នំហេម៉ាឡៃដែលមានកម្ពស់ជាង 3000 ម៉ែត្រស្រុកនេះតាំងឡើងនៅក្បែរទឹកធ្លាក់ដ៏សែនធំដែលមានរមូរនៃទឹករលកមហាសាលហូរប្រដេញគ្នានៅពីខាងក្រោមបញ្ចេញសំឡេងគំរាមគួរឲ្យខ្លាចក្នុងសម័យបុរាណទីកន្លែងនេះធ្លាប់ជាចំណុចដំបូងដែលទឹកទន្លេផុសឡើងមកពីលអាងទឹកកកតែបច្ចុប្បន្ននេះប្រឡាយទឹកកកបានបត់ហូរឡើងទៅដល់បរិវេណដែលហៅថាខូមុខដែលមានចម្ងាយផ្លូវឡើងបន្តទៅទៀត19គីឡូម៉ែត្រនៅកន្លែងនេះមានវត្តហិណ្ឌូដ៏ចំណាស់មួយដែលមានអាយុប្រហែលជា200ឆ្នាំដែលសាងឡើងនៅក្បែរមាត់ទន្លេគង្គីគឺជាវត្តដ៏ស័ក្តិសិទ្ធិដែលអ្នកស្វែងរកបុណ្យជនជាតិហិណ្ឌូត្រូវចូលមកធ្វើពិធីគោរពបូជាជាមុនសិនមុននឹងធ្វើដំណើរឆ្ពោះទៅកាន់ប្រភពដើមនៃទន្លេព្រះម៉ែគង្គីខ្ញុំចាកចេញពីគង្គីត្រីឆ្ពោះទៅកាន់ប្រភពដើមកំណើតទឹកនៅខូមុខត្រូវធ្វើដំណើរដោយជើងឬត្រូវជិះសត្វលាប៉ុណ្ណោះខ្ញុំសម្រេចចិត្តជិះសត្វលាទៅបើខ្ពស់យ៉ាងនេះគួរឲ្យស្ញើមែនទែនសម្រាប់មនុស្សរស់នៅទីរាបដូចជាខ្ញុំមុននឹងឡើងទៅនោះលោកម៉ាន់ស៊ីងជាអ្នកនាំផ្លូវបង្ខំឲ្យចេញដំណើរតាំងពីព្រលឹមដើម្បីឲ្យបានទៅដល់ទីសម្រាកមុនថ្ងៃអស់ស្ដង់គត់នៅតាមផ្លូវខ្ញុំធ្វើដំណើរទៅមានការគ្រោះថ្នាក់ណាស់ព្រោះអីផ្លូវតូចហើយចង្អៀតទៀតតាមកន្លែងខ្លះទៀតមានល្បាក់ថ្មចោតសន្លឹមហើយរមែងតែងតែមានដុំថ្មធ្លាក់មកជាប់ជានិច្ចនៅតាមផ្លូវខ្ញុំបានជួបនឹងអ្នកដំណើរដើរជួបគ្នាចុះមកពួកគេមានទឹកស័ក្តិសិទ្ធិជាប់មកជាមួយនឹងខ្លួនដែរដែលគេអាចយកមកបានជាមួយនឹងខ្លួនគេខ្ញុំមើលទៅពួកគេដូចជាគ្មានការនឿយហត់បន្តិចណាសោះ
ច្រើនលើកច្រើនសារខ្ញុំតែងតែចុះដើរឆ្លងកាត់ប្រឡាយតូចដែលមានទឹកហូរខ្មុលខ្មាញ់រហូតដល់ដើរលេងចង់រួចហើយចំណែករូបខ្ញុំដើរលេងចង់រួចហើយជាង6ម៉ោងមកហើយខ្ញុំបានមកដល់ច្រកចូលទីសម្រាកនៅតាមផ្លូវពីនេះទៅខោមុខតែ4គីឡូម៉ែត្រទៀតប៉ុណ្ណោះនៅជុំវិញនេះជាទីរាបតូចៗជាប់ក្បែរមាត់ទន្លេគង្គាឡោមព័ទ្ធទៅដោយដងភ្នំហិមាល័យអ្នកស្វែងរកបុណ្យមួយភាគធំបានមកស្នាក់នៅទីនេះមុននឹងធ្វើដំណើរទៅកាន់ទឹកដីដ៏ស័ក្តិសិទ្ធិនៅវេលាព្រឹកស្អែកក្នុងកណ្ដាលមេឃចុះអាបខ្ញុំមើលទៅឃើញពួកគេចាប់ផ្ដើមចេញដំណើរតាំងពីព្រលឹមស្រាងសម្ដៅទៅកាន់ខោមុខក្នុងថ្ងៃបញ្ចប់ដែលពោពេញទៅដោយដុំថ្មគ្រោះតូចបែកចេញពីប្រឡាយទឹកកកធ្វើឲ្យការធ្វើដំណើររឹតតែពិបាកឡើងចំពេលធាតុអាកាសចាប់ផ្ដើមត្រជាក់ទៀតខ្ញុំនិងលោកម៉ាន់ស៊ីងដើរកាត់តម្រង់តាមស្នាមប្រឡាយទឹកកកចាស់មកបានប្រមាណជាង1ម៉ោងក៏បានមកដល់ទីបរិវេណរាបតូចមួយកន្លែងជិតកំពូលភ្នំចេញពីកន្លែងនេះបន្តិចទៅគឺដល់ប្រភពដើមនៃទឹកហើយយើងបានមកដល់ទីឋានព្រះអង្គហើយកន្លែងនេះហើយគឺជាទីឋានព្រះម៉ែគង្គាហើយនិងព្រះសេវៈដែលបានមកមុជទឹកនៅទីនេះរាប់ថាជាបុណ្យមហាធំណាស់សម្រាប់ជីវិតយើងរាល់គ្នាណាបាទខ្ញុំស្ទើរតែមិនជឿលើខ្លួនឯងដែលឃើញមនុស្សម្នាយ៉ាងច្រើនចុះទៅមុជទឹកជំរះកាយនឹងទឹកដ៏សែនមហាត្រជាក់ដែលរលាយចេញពីទឹកកកសេចក្តីជំនឿដ៏ធំធេងប៉ុណ្ណោះដែលធ្វើឲ្យពួកគេធ្វើយ៉ាងនេះបានហើយអ្វីដែលពួកគេភ្លេចមិនបាននោះគឺទឹកគ្រប់គ្នាតាំងចិត្តម្ដងទឹកស័ក្តិសិទ្ធិត្រឡប់ទៅប្រពៃពិធីនៅឯផ្ទះរបស់ពួកគេវិញម៉ាន់ស៊ីងនាំផ្លូវខ្ញុំដើរបន្តទៅមុខទៀតចេញពីកន្លែងអ្នកស្វែងរកបុណ្យជំរះកាយឆ្លងកាត់តាមល្បាក់ថ្មខ្ពស់ទាបទៅមិនឆ្ងាយប៉ុន្មានទេក្រោយពីខ្ញុំបានឡើងមកដល់លើកំពូលភ្នំអ្វីដែលឃើញនៅចំពោះមុខធ្វើឲ្យខ្ញុំអត់ទ្រាំភ្ញាក់ផ្អើលមិនបានទេទីបំផុតខ្ញុំក៏បានឡើងមកដល់ប្រភពដើមនៃទន្លេព្រះម៉ែគង្គាហើយទីនេះហើយគឺបរិវេណដែលហៅថាខោមុខដែលប្រែថាមាត់ឈូកលក្ខណៈដូចជាមាត់លអាងដែលទន្លេព្រះម៉ែគង្គាហូរចេញមកពីក្រោមមាត់លអាងទឹកកកដែលឃើញផែនថ្មពណ៌ផ្ទៃមេឃដែលជាក្រអៀងយ៉ាងធំនៅចំពីមុខគឺប្រឡាយទឹកកកអាយុរាប់ពាន់ឆ្នាំមានទំហំធំគៀនជំវិញអាណាបរិវេណជ្រៅទៅផ្នែកខាងលើច្រើនរាប់គីឡូម៉ែត្រទៅមុខទៀតលោកស្រីឃើញមាត់លអាងទឹកហូរចេញមកទេវាផ្លាស់ប្ដូររូបរាងជារៀងរាល់ឆ្នាំជួនកាលតូចជួនកាលធំទៅតាមកម្លាំងនៃទឹករលកគម្ពីរបុរាណរបស់ជនជាតិហិណ្ឌូប្រាប់ថាកាលណាព្រះម៉ែគង្គាផុសឡើងពីខោមុខមកក៏វិលវល់ជាប់នៅពីក្រោមភ្នំហិមាល័យនោះបាទហើយរកផ្លូវចេញមិនបានទេព្រះរាជាបាគីរ៉ាទីបាននាំគ្នាមកជួយបំបែកខ្សែទឹកឲ្យធ្វើដំណើរចេញមកកាន់ទឹកដីឥណ្ឌាតែខ្សែទឹកនៅតែកាចសាហាវនិងខ្លាំងឡើងទើបព្រះសេវៀងទ្រង់យកភ្នួងប្រកេះសាររបស់ទ្រង់ត្រួតទទួលដើម្បីធ្វើឲ្យកាចសាហាវចុះថយដែលអាចធ្វើឲ្យមនុស្សយកទឹកនេះទៅប្រើប្រាស់ជាប្រយោជន៍បានណាបាទ ខ្ញុំបានធ្វើដំណើរចូលមកហារិតវ៉ាដែលជាទីឋានព្រះសេវៈដែលទ្រង់យកភ្នួងព្រះកេសរត្រួតទទួលព្រះម៉ែគង្គាឲ្យមានការធូរស្រាលចុះហារិតវ៉ាបានក្លាយទៅជាកន្លែងស័ក្តិសិទ្ធិរបស់ជនជាតិហិណ្ឌូព្រោះជាស្រុកព្រះសេវៈហើយក៏ជាស្រុកដំបូងដែលព្រះម៉ែគង្គាហូរចុះមកកាន់ទីរាបដែរខ្ញុំធ្វើដំណើរមកដល់ទីនេះចំពេលអ្នកស្វែងរកបុណ្យល្មមក្នុងស្រុកពោពេញទៅដោយវងមនុស្សយ៉ាងច្រើនអ្នកស្វែងរកបុណ្យដែលបានទឹកព្រះម៉ែគង្គាពីលអាងមកមួយភាគធំធ្វើដំណើរមកកាន់ស្រុកហារិតវ៉ាដើម្បីរៀបចំពិធីបូជាព្រះសេវៈហើយនិងព្រះម៉ែគង្គា
ពួកគេបាននាំយកទឹកដែលបានមកពីដើមកំណើតនៃទឹកដ៏ស័ក្តិសិទ្ធិនោះមករៀបចំតុបតែងយ៉ាងល្អប្រណិតពួកគេជួបជុំគ្នាលើក្បួនហែកឆ្លងបុណ្យយ៉ាងកក្រឹកកក្រែងមុននឹងបែកគ្នាទៅប្រពៃពិធីតាមភូមិរៀងខ្លួនរបស់ពួកគេគ្រប់បែបគ្រប់យ៉ាងដែលអស់លោកបានឃើញពីការធ្វើដំណើរទៅប្រភពដើមនៃទន្លេព្រះម៉ែគង្គីរបស់យើងនៅលើកនេះគ្រាន់តែជាមិត្តភាពដ៏តូចប៉ុណ្ណោះនៅលើទឹកដីរបស់ឥណ្ឌាតែក៏បានបង្ហាញឲ្យឃើញនូវភាពពិតណាស់ថាការជំនឿនឹងការលូតលាស់ពីដើមរបស់សាសនាព្រាហ្មណ៍នោះរឹងមាំហើយមានទីជម្រៅណាស់ដែលពិបាកនឹងមានលទ្ធិសាសនាណាមួយចូលទៅផ្លាស់ប្ដូរបានឡើយហើយចុះហេតុដូចម្ដេចនៅក្នុងចន្លោះពេលមួយនៃប្រវត្តិសាស្ត្រឥណ្ឌាសាសនាព្រះពុទ្ធដែលមានការត្រេះរិះចំណែកផ្លូវគំនិតនិងការជំនឿដូចពីដើមទាំងអស់នោះដែលអាចជ្រែកចូលទៅក្នុងចិត្តគំនិតរបស់មនុស្សនាសម័យនោះបានសូមជូនជាសំណួរនិងប្រស្នាតាមស្នាមព្រះបាទព្រះពុទ្ធជាម្ចាស់នៃយើងរាល់គ្នានៅពេលនេះការបានជួបប្រទះផែនដីកំណើតរបស់ព្រះពុទ្ធជាម្ចាស់បញ្ចូលសម្លេងដោយខ្ញុំព្រះករុណាខ្ញុំបាទផងឆាលីតាមស្នាមព្រះបាទព្រះពុទ្ធជាម្ចាស់នៃយើងពីការរុងរឿងដល់ការលាក់ចុះអស់លោកប្រកាសជាមានចម្ងល់ថាលំភីនីទីកន្លែងដែលប្រសូតរបស់ព្រះពុទ្ធជាម្ចាស់នៅត្រង់ចំណុចណានៃផែនដីលំភីនីនឹងមាត់ស្ទឹងនៃរញ្ញជ្រាដែលព្រះពុទ្ធជាម្ចាស់បានត្រាស់ដឹងនោះនៅឆ្ងាយពីគ្នាប៉ុណ្ណាដែរព្រះពុទ្ធជាម្ចាស់ស្ដេចយើងទៅផ្សព្វផ្សាយព្រះធម៌របស់ព្រះអង្គយ៉ាងណាទីកន្លែងដែលព្រះនិព្វានរបស់ព្រះពុទ្ធជាម្ចាស់នៅត្រង់ចំណុចណានៃប្រទេសឥណ្ឌាយើងនឹងបង្ហាញជូនអស់លោកឲ្យបានពឺស្ដារនៅខ្សែផ្លូវពុទ្ធប្រវត្តិនៅត្រង់ចំណុចណានោះហើយសភាពភូមិសាស្ត្ររបស់ចម្ពោះទ្វីបនាសម័យ2500ឆ្នាំមុននោះយ៉ាងម៉េចខ្លះដែរទៅហើយអ្វីដែលសំខាន់ដែលបានជួបប្រទះក្នុងស្រុកបុរាណក្នុងនេប៉ាល់ដែលភស្តុតាងបានបញ្ជាក់យ៉ាងច្បាស់ថាទីកន្លែងនោះគឺក្រុងកបិលភស្តុនេះគឺផែនទីរបស់ទ្វីបអេស្យ៉ាក្នុងបរិវេណដែលហៅថាអេស្យ៉ាភាគខាងត្បូងក្នុងបច្ចុប្បន្នដោយមានជួរភ្នំហេម៉ាឡ័យជាព្រំដែនធម្មជាតិខ័ណ្ឌរវាងប្រទេសចិនហើយនិងអេស្យ៉ាភាគខាងត្បូងយើងបកថយទៅក្រោយពី1500ឆ្នាំបរិវេណនេះគឺជាទឹកដីដែលហៅថាចម្ពោះទ្វីបប្រកបដោយតំបន់អិសរៈផ្សេងៗដែលរួមបញ្ចូលគ្នាហៅថាមហាជនបទចំនួន16តំបន់ក្នុងចំនួននោះមានតំបន់ដែលសំខាន់នឹងរឿងអំណាច5តំបន់ទាំងអស់នោះគឺមកុដកោសលវង្សៈវត្តឈីហើយនិងអាវន្ទី
ប្រវត្តិសាស្ត្រនៃសាសនាព្រះពុទ្ធចាប់ផ្ដើមកកើតឡើងនៅលើទឹកដីនេះនៅជុំវិញទីរាបជាប់នឹងជើងភ្នំហេម៉ាឡ័យដែលនៅក្នុងប្រទេសនេប៉ាល់សព្វថ្ងៃក្នុងរយៈពេលនោះទីនោះគឺជាអាណាចក្រតូចៗដែលមានឈ្មោះថាកបិលភស្តុជាទីក្រុងនៃនគរសកៈបែកចេញទៅទិសខាងកើតនៃក្រុងកបិលភស្តុប្រមាណ35គីឡូម៉ែត្រព្រះរាជកុមារសិទ្ធត្ថព្រះអង្គទ្រង់បានប្រសូតនៅពាក់កណ្ដាលព្រៃដែលហៅថាសួនលំពិនីខណៈពេលដែលព្រះនាងសិរិមហាមាយាព្រះមេដាព្រះអង្គទ្រង់ស្ដេចយាងត្រឡប់ទៅកាន់នគរកំណើតរបស់ព្រះនាងវិញគឺនគរទេវទហៈដែលស្ថិតនៅមិនឆ្ងាយពីទីនេះប៉ុន្មានឡើយបន្ទាប់ពីចំណាយពេលក្នុងឋានៈរាជទាយាទ29ឆ្នាំមកព្រះរាជកុមារសិទ្ធត្ថទ្រង់បានទតឃើញនៅសេចក្តីពិតនៃជីវិតដែលជាសេចក្តីទុក្ខរបស់ប្រជាជនដែលខុសប្លែកពីជីវិតដ៏រុងរឿងនៅក្នុងព្រះរាជវាំងធ្វើឲ្យព្រះរាជកុមារសិទ្ធត្ថទ្រង់សម្រេចប្រតិលះបង់នៅជីវិតសុខក្នុងផ្លូវលោកស្ដេចយាងចាកចេញពីព្រះនគរក្នុងវេលាយប់មួយដើម្បីចេញសាងព្រះភ្នោះបួសជាបុព្វជិតព្រះរាជកុមារសិទ្ធត្ថទ្រង់យាងចាកចេញសិក្សាស្វែងរកផ្លូវរំដោះខ្លួនឲ្យរួចផុតពីសេចក្តីទុក្ខអស់រយៈពេលជាង6ឆ្នាំព្រះអង្គលុះទៅដោយសម្មាសម្ពោធិញ្ញាណបានត្រាស់ដឹងជាព្រះពុទ្ធក្នុងជន្មាយុ35ព្រះវស្សានាមាត់ស្ទឹងនេរញ្ជរាក្នុងនគរមកុដដែលនៅឆ្ងាយពីទីក្រុងកបិលភស្តុជាង200គីឡូម៉ែត្រហើយពីពេលដែលព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធព្រះអង្គបានរកឃើញនូវសេចក្តីពិតនៃច្បាប់ធម្មជាតិព្រះអង្គបានសម្ដែងព្រះធម៌ជាលើកដំបូងដល់បញ្ញវគិទាំង5ព្រះអង្គនៅព្រៃមេគទាយវ័នក្នុងនគរបរិណសីព្រះអង្គទ្រង់ស្ដេចយាងចេញផ្សព្វផ្សាយអំពីអ្វីដែលព្រះអង្គបានរកឃើញឲ្យបានដល់ប្រជាជនក្នុងតំបន់ផ្សេងៗនៅជុំវិញនេះអស់រយៈពេល45ឆ្នាំដោយទ្រង់ចាំវស្សានៅនគរកោសលដ៏យូររហូតដល់19ឆ្នាំរហូតមកដល់វរៈចុងក្រោយនៃជីវិតរបស់ព្រះអង្គទ្រង់ស្ដេចបរិនិព្វាននៅក្នុងក្រុងកុសិនារាដែលមលៈក្នុងព្រះជន្មាយុ80ព្រះវស្សាការផ្សព្វផ្សាយនៅឱវាទរបស់ព្រះអង្គនិងប្រកាសគោលព្រះធម៌រហូតមកដល់ទីបញ្ចប់នៃជីវិតរបស់ព្រះអង្គបានធ្វើឲ្យព្រះពុទ្ធសាសនាចាក់ឫសយ៉ាងជ្រៅទៅក្នុងផែនដីចម្ពោះទ្វីបយ៉ាងរឹងមាំចាប់តាំងពីពេលនោះមកក្រោយពេលដែលព្រះអង្គចូលបរិនិព្វានព្រះពុទ្ធសាសនាបានចាប់ផ្ដើមសម្រេចជោគជ័យសារជាថ្មីម្ដងទៀតក្សត្រនគរផ្សេងៗជាច្រើនអង្គក៏ងាកបែរមកកាន់ព្រះពុទ្ធសាសនាហើយបានផ្សព្វផ្សាយព្រះធម្មវិន័យរបស់ព្រះពុទ្ធជាម្ចាស់ទៅគ្រប់អាណាចក្ររបស់ខ្លួនរយៈពេលតមនគរមកុដចាប់ផ្ដើមមានឥទ្ធិពលខ្លាំងឡើងបានរួបរวมនគរតូចធំមកដាក់ជាចំណុះក្រោមអំណាចខ្លួនរហូតក្លាយទៅជានគរដ៏មានអំណាចដ៏ធំធេងនៅពេលនោះបានពង្រីកអាណាខេត្តរបស់ខ្លួនទៅគ្រប់ទីកន្លែងដែលមានឈ្មោះថានគរមកុដមានអាណាខេត្តធំលាតសន្ធឹងពេញផ្ទៃប្រទេសឥណ្ឌារហូតមកដល់សពថ្ងៃយើងនេះក្សត្រជាច្រើនដំណរវងដែលគ្រប់គ្រងនគរមកុដមាននាទីសំខាន់ក្នុងការទំនុកបម្រុងព្រះពុទ្ធសាសនាឲ្យចម្រើនរុងរឿងទៅតាមផែនការដោយចំពោះរាជការព្រះបាទធម្មសោកមហារាជានៃរាជវង្សម៉ារីយ៉ាព្រះបាទធម្មសោកទ្រង់បានឧបត្ថម្ភគាំទ្រព្រះពុទ្ធសាសនាហើយនិងព្រះសង្ឃយ៉ាងច្រើនទ្រង់បានកសាងវត្តអារាមហើយនិងពុទ្ធស្ថានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅគ្រប់ទីតំបន់រាប់ម៉ឺនកន្លែងព្រះបាទធម្មសោកមហារាជាទ្រង់ជាអ្នកធ្វើឲ្យសាសនាព្រះពុទ្ធចម្រើនរុងរឿងដល់ចុងកំពូលលាតសន្ធឹងចេញទៅក្រៅដែនដីចម្ពោះទ្វីបរហូតទូទាំងផែនដីទ្វីបអេស៊ីសាសនាព្រះពុទ្ធចម្រើនរុងរឿងប្រែប្រួលនឹងការចុះថយមួយសម័យទៅមួយសម័យតរហូតមកយ៉ាងយូរដល់1700ឆ្នាំមុននឹងវិនាសបាត់បង់ចេញពីទឹកដីដើមកំណើតដោយគ្មានសេសសល់តែនៅពេលជាមួយគ្នានោះដែរព្រះពុទ្ធសាសនាក៏បានចម្រើនរុងរឿងឡើងវិញក្នុងប្រទេសផ្សេងៗក្រៅពីចម្ពោះទ្វីបបានគង់វង្សរួចស្រេចបាត់ទៅហើយខ្ញុំបានធ្វើដំណើរឆ្លងកាត់តាមព្រំដែនឥណ្ឌានេប៉ាល់ចូលមកក្នុងស្រុកតូចនៅតាមជ័យដែនមួយកន្លែងដែលបានបដូរឈ្មោះថាសិទ្ធត្ថនគរក្នុងពេលថ្មីនេះឯងដើម្បីទុកជាទីរលឹកនឹកដល់ទីកំណើតរបស់ព្រះអង្គប្រសូតដែលនៅមិនឆ្ងាយពីទីនេះប៉ុន្មានឡើយណាបាទខ្ញុំបានទទួលការណែនាំឲ្យស្គាល់នឹងលោកម្នាក់ឈ្មោះរ៉ានជាតិជាអ្នកនាំផ្លូវនៅនេប៉ាល់ដែលត្រូវនាំខ្ញុំទៅស្រាវជ្រាវនៅកន្លែងបុរាណស្ថានដែលទាក់ទងនឹងពុទ្ធប្រវត្តិក្នុងរយៈពេល 2-3 ថ្ងៃខាងមុខនេះ
នៅទីនេះខ្ញុំបានជួបប្រទះនឹងសិភៅមួយក្បាលសរសេរដោយលោកបាសាន់តាប៊ីដារីគាត់ជាអ្នកបុរាណវិទ្យាជាតិនេប៉ាល់គាត់បានស្រាវជ្រាវរឿងរ៉ាវរបស់សាសនាព្រះពុទ្ធនៅលំពិនីនេះគាត់បានចារឹកទុកនៅក្នុងសិភៅនេះគួរឲ្យចង់អានណាបាទជំរាបសួរហើយក៏ជាសំណាងល្អរបស់ខ្ញុំដែរដែលបានជួបគាត់នៅទីកន្លែងនេះមិនបាច់ទៅណាឆ្ងាយដោយមានការណែនាំពីលោករ៉ានជិត And she's from Panorama. Right. I get that. Panorama. លោកបាសាន់តាបាននាំខ្ញុំទៅព្រះវិហារមយាទេវីដែលនៅកណ្ដាលសួនលំពិនីដើម្បីចូលទៅមើលទីកន្លែងព្រះអង្គប្រសូតក្រៅពីបំណែកថ្មដែលខ្សាច់រូបព្រះប្រសូតដ៏ល្បីល្បាញនោះខ្លួនខ្ញុំផ្ទាល់ក៏ទើបតែប្រទះឃើញផតាងមួយយ៉ាងសំខាន់ទើបនឹងរកឃើញកាលពីឆ្នាំ2535នេះឯងគឺជាផែនថ្មដែលមានស្លាកស្នាមព្រះបាទចន្ទទុកនេះមិនមែនជាស្នាមព្រះបាទពិតទេបាទតាមការពិសោធន៍ស្រាវជ្រាវរបស់អ្នកបុរាណវិទ្យាបានដឹងថាគឺជាការរំលឹកអ្វីមួយដល់ព្រះពុទ្ធជាម្ចាស់ដែលព្រះបាទធម្មសោកទ្រង់បានសាងទុកកាលពី200ឆ្នាំមុនបន្ទាប់ពីព្រះអង្គចូលបរិនិព្វានណាបាទនៅពេលដែលកំពុងស្រាវជ្រាវក្នុងកន្លែងវិហារមយាទេវីជីជ្រៅទៅក្នុងដីជាច្រើនជាន់ទៅក្រោមទៀតនោះអ្នកបុរាណវិទ្យាក៏បានប្រទះឃើញផែនថ្មនេះទុកនៅលើគំនរឥដ្ឋក្នុងបន្ទប់តូចៗដែលហ៊ុំព័ន្ធទៅដោយបន្ទប់4ជ្រុងខ្នាតតូច15បន្ទប់ទៀតយើងអាចសន្និដ្ឋានបានថាជាបន្ទប់វិបស្សនារបស់ព្រះសង្ឃដែលសាងឡើងក្នុងសម័យព្រះបាទធម្មសោកដូចគ្នាអ្នកបុរាណវិទ្យាបានធ្វើការវិភាគថាផ្ទាំងសិលានេះគឺជានិមិត្តសញ្ញាបញ្ជាក់ប្រាប់ពីមុខតំណែងថាព្រះរាជកុមារសិទ្ធត្ថទ្រង់បានប្រសូតនៅទីកន្លែងនេះណាបាទផុសតាងដែលមានដាក់បន្ថែមពីលើរឿងរ៉ាវនេះទៀតគឺការកត់ត្រារបស់ព្រះរាជប្រគុណធម្មសំចាំងព្រះភិក្ខុចិនដែលបានធ្វើដំណើរមកសិក្សារឿងព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌាកាលពីពុទ្ធសតវត្សទី12លោកក៏បានសរសេរពីរឿងរ៉ាវលំពិនីនេះដែរក្នុងកាលនោះថាទីនោះមានស្រះទឹកសម្រាប់ពួកសាក្យវង្សប្រើប្រាស់ទឹកនៅក្នុងស្រះនោះថ្លាឆ្វេងដូចកញ្ចក់ពីនេះទៅភាគខាងជើងប្រហែលជា40ទៅ59ជំហានមានដើមអាសោកដែលឥឡូវនេះក្រៀមស្វិតស្រពោនអស់ហើយទីនេះគឺជាទីប្រសូតរបស់សាក្យមុនីពោធិសត្វចម្ងាយពីកន្លែងដែលយើងជួបប្រទះនឹងផែនថ្មមកដល់ស្រះនេះគឺនៅក្បែរនេះទេប្រហែលជា35ម៉ែត្រទៅ40ម៉ែត្រតែប៉ុណ្ណោះអ្វីដែលយើងបានឃើញនៅពេលនេះក៏ដូចជាព្រះសង្ឃចិនថាំសាំចាំងបានឃើញដូចគ្នាដែរកាលពី1300ឆ្នាំមុននោះនៅជុំវិញបរិវេណវិហារមយាទេវីនេះជាពុទ្ធស្ថានដ៏មានវ័យចំណាស់តម្រួតជាន់ពីលើគ្នាគ្រប់កាលគ្រប់ចំនួនអ្នកបុរាណវិទ្យាបានធ្វើការសន្និដ្ឋានថាជាការកសាងតគ្នាមកតាំងពីព្រះពុទ្ធព្រះអង្គ